ខ្ញុំនឹងយកតារ៉េនមកផ្លាយលាក់នៅភ្នំយ៉ាឡោមយ៉ាងហ្នឹងចឹងបងប្អូនណាមានពេលទៅលេងភ្នំយ៉ាឡោមអាចទៅយកផ្លែតារ៉េនមកផ្លាយបងប្អូនគ្នាបងជីវិនក៏លាក់នៅវងមូលកន្លែងបឹងកសែងកន្លែងវងមូលបឹងយ៉ាឡោមខ្ញុំលាក់រៀងឆ្ងាយជាងគេបន្តិចកុំឲ្យគ្នាយើងស្រួលយកពេកទេបងប្អូនគ្នាដើមនេះយកទៅក៏លាក់នៅភ្នំយ៉ាឡោមឥឡូវនេះយើងបានមកយកតារ៉េននៅខាងក្រុមហ៊ុន Andropic តោះខ្ញុំនឹងលាក់នៅភ្នំយ៉ាឡោមនេះប៉នេះមកឥឡូវនេះយើងកំពុងរៀបចំទៅភ្នំយ៉ាឡោមហើយអញ្ចឹងបងប្អូនណាមានពេលតានេះអាចបញ្ចូលបឹងយ៉ាឡោមបានណាគេស្អីបងវិនគេលាក់លុយនៅក្នុងខេត្តអាហ្នឹងចិត្តទេគេយកបានទេខ្ញុំលាក់នៅភ្នំយ៉ាឡោមហើយបានបើថ្ងៃលេងទៀតអញ្ចឹងសម្រាប់បងប្អូនអាចស្គាល់ផ្លូវទៅភ្នំយ៉ាឡោមបងប្អូនជិះតាមវីដេអូហ្នឹងទៅបឹងយ៉ាឡោមទៅគឺឃើញវងមូលបឹងយ៉ាឡោមទៅបងប្អូនជិះហ្នឹងឃើញផ្លាករីសតនេះបងប្អូនចូលទៅបងប្អូននៅរណរីគឺស្គាល់ផ្លូវទៅភ្នំយ៉ាឡោមអញ្ចឹងបងប្អូនមកលេងភ្នំយ៉ាឡោមហ្នឹងគឺមកយកតារ៉េនបានអូយមកផ្លាយណាមកយកតារ៉េនហើយមើលថ្ងៃលេខស្អាត fresh ស្អាតអាសាខាងហ្នឹងមានគេនៅចឹងយកឲ្យលាក់ខាងនោះតបូតាលាក់ខាងនោះឥឡូវនេះឃើញគេលាក់ឡើងដើមស័យឃើញដើមស័យចឹងបងប្អូនមកភ្នំយ៉ាឡោមភ្នំយ៉ាឡោមគឺអាចមកយកបានដំបូងខ្ញុំនឹងកម្រងថាលាក់ខាងនោះហើយឥឡូវបងប្អូនមកពីនោះបងប្អូនឃើញហើយចឹងបងប្អូនក៏ពេចមកយកទាំងអស់នេះណាតារ៉េននៅភ្នំយ៉ាឡោមនៅខេត្តរតនគិរីអ្នករតនគិរីស្គាល់ហើយគឺគៀនដើមអាស័យនេះចឹងកុំភ្លេចមកយកទាំងអស់នេះណាចឹងបងប្អូនដែលបានយកតារ៉េនដែលខ្ញុំលាក់ហ្នឹងណាកុំភ្លេចថតកាន់តារ៉េនផងដើម្បីខ្ញុំដឹងហើយខមមិនក្នុងវីដេអូខ្ញុំផងពេលបងប្អូនមកឡើងដល់កំពូលភ្នំយ៉ាឡោមបងប្អូនឃើញអ្នកនៅរតនគិរីដល់ភ្នំយ៉ាឡោមគឺឃើញនេះទីតាំងអានោះខាងនោះខេត្តហើយខាងនោះដើមអាស័យឃើញដើមអាស័យនោះបងប្អូនចូលឃើញតារ៉េនប៉ុណ្ណាណីចឹងអ្នកដែលមកយកកុំភ្លេចថតកាន់តារ៉េនខមមិនក្នុងវីដេអូផងកុំ follow page មួយផងខ្ញុំខកអត់តារ៉េនអត់ follow